Hello សួស្តីអ្នកទាំងអស់គ្នាមកឡើងវិញជាមួយនឹង Link Trading ម្ដងទៀតហើយនេះគឺជាវីដេអូទី2នៅក្នុង course របស់យើងអញ្ចឹងកាលពីភាគមុនគឺយើងបាននិយាយអំពីអឺ simplify របស់ auction market theory យើងនិយាយអំពី market phase ដែលយើងមានទៅលើ retracement reversal ហើយនិងdisplacement phase ដែល phase ទាំង3ហ្នឹងគឺត្រូវតែកើតឡើងពី liquid market អញ្ចឹងយើងនឹងធ្វើការ recap បន្តិចតើអ្វីទៅជា liquid market liquid market គឺជា market មួយដែលវា balance វាការ transaction order ពី low ទៅ high គឺវាមានវាសមភាពគ្នាអញ្ចឹងអាហ្នឹងគឺជា liquid market ហើយចំពោះ illiquid market គឺនៅពេលដែលយើងរក transaction មួយដែលរវាងអ្នក buy ជាមួយនឹងអ្នក sell វាអត់ស្មើដៃគ្នាអញ្ចឹងវាបានបង្កើតនៅ slippage ហើយនៅពេលដែលមាននៅ slippage market នោះគឺយើងហៅវាថាវាជា thin area ឬក៏illiquid របស់យើងហ្នឹងអញ្ចឹងវាឆ្ងល់ថាហេតុអីបានជាយើងមើល liquidity sweep cost ហេតុអីបានជាយើងឃើញ market sweep ផ្ដាច់ low អីហើយយើងចូលទៅយើងដាច់ low ម្ដងទៀតហើយទៅ market ហត់ឡើងទៅលើឧទាហរណ៍ថាយើងមាន low មួយនៅកន្លែងមួយនេះហើយ market sweep បានដែរយើងឃើញថា market sweep yes ហើយដាក់មកយើងបាននៅ inversion fair value gap យើងចូលទៅយើង target high នេះតែដល់អី market ធ្លាក់ម្ដងទៀតវាមក sweep low ម្ដងទៀតmarket ឡើងហើយពេលខ្លះទៀតអ្នកនេះឃើញចឹងដែរតែអ្នកនេះចាំទៅលើ market មួយហ្នឹងចាំទៅលើតម្រងបែបនេះតែចេះដល់អីវាអត់ចឹងទេវាគ្រាន់តែមក YOLO ហ្នឹងហើយវាឡើងទៅហើយនេះបានចូល FOMO ចូលបានពាក់កណ្ដាលហ្នឹងគឺដាច់ account ដោយសារតែនេះ FOMO អត់មាន entry ចូលច្បាស់លាស់អញ្ចឹងសួរថាតើអ្វីដែលខ្ញុំបាននិយាយនេះគឺយើងអាចមើលដឹងអត់ចឹងដើម្បីឲ្យយល់ដឹងអានឹងច្បាស់យើងគួរតែចោលទៅលើ mindset មួយគឺ market hand stop loss market ឲ្យវាអត់ hand stop loss ទេក៏តែ market វា hand liquidity ឬក៏យើងនិយាយទៅស្ដាប់ទៅវា seek value liquidity របស់យើងគឺនិយាយទៅលើ order contract limit ជាមួយនឹង active ទៅនិយាយទៅស្ដាប់គឺយើងមាន active liquidity ជាមួយនឹង passive liquidity ហើយវីដេអូអាហ្នឹងគឺខ្ញុំបានបញ្យល់នៅវីដេអូមុនហើយ active liquidity គឺជាពពួកចូល market ចូលភ្លាម instant order ហើយ passive liquidity គឺជាពពួក limit ឬក៏យើងហៅវាថាជាពពួក order ក៏បានដែរ pending order អញ្ចឹងយើងនឹងធ្វើការយល់ពី process នៃការ auction នៅខាងក្រោមនេះហើយនៅពេលដែលនេះមើលវីដេអូនឹងចប់ខ្ញុំសង្កត់ថាអ្នកនេះនឹងឡើងនៅ win rate yes អញ្ចឹង win rate អ្នកទាំងអស់គ្នានឹងឡើងបានខ្ពស់ជាងមុនដោយសារតែអានេះគឺជាអ្វីមួយដែលយើងអាចទូទាយដឹងបានវាជា process មួយដែលយើងអាចយល់ពី context របស់ market narrative បានអូខេចឹងមុននឹងយើងយល់ពីអាហ្នឹងគឺយើងត្រូវតែចូលមក micro market structure បន្តិចចឹងនេះគឺជា market structure ហើយនេះគឺជា order book ដូចសេ order book អូខេតើអ្វីទៅជា order book នៅពេលដែលអ្នកទាំងអស់គ្នាមានទៅលើ data level 2អ្នកទាំងអស់គ្នានឹងមាន access ទៅលើ order book គឺជា order ដែលយើងឃើញនិយាយដឹងថាវា buy ឬក៏ sell ទេប៉ុន្តែវាជា order ដែលយើងមើលឃើញហើយមួយទៀតយើងមានអានេះគឺជា contract ឬក៏យើងអាចនិយាយថា MKT ចុះ MKT គឺជាការចូល buy ចូល sell ដូចយើងលេងនៅ MT5 អញ្ចឹងយើងចូលត្រូវយើងជន់យកហ្នឹងអាហ្នឹងគឺជា market order ហើយ GC គឺជា contract របស់ gold GC គឺជា contract របស់ gold ហើយវាមានតម្លៃថ្លៃជាងគេមែនតើវាមិនមែនដូចយើងចូលមកឡទេវាមិនមែនយើងចូល01ទេគឺយើងចូលមួយ contract ឡើងទៅយើង long 1 contract យើង long 50 contract អីចឹងទៅហើយចំពោះ GC contract របស់វាគឺមានតម្លៃថ្លៃមែនតើចាអ្វីដែលខ្ញុំគូនេះគឺមិនមែនជាអ្វីអ្នកទាំងអស់គ្នានឹងឃើញទេនៅពេលដែលអ្នកទាំងអស់គ្នាបើក GC នៅក្នុងplatform data level 2របស់គេឬក៏ order flow platform អ្នកទាំងអស់គ្នានឹងឃើញ liquidity របស់វាគឺទិនយ៉ាងមុនគឺវារៀងស្ដើងអាចមាន1 2 1 2 3 4អីហ្នឹងគឺច្រើនពេកហ៎ច្រើនផុតគឺ10ចោះខ្ញុំនិយាយអញ្ចឹងនៅពេលដែលនេះចូល buy 100 contract ទោះថាតើមានរឿងអីទៅលើ market
អ្នកនរអស់គ្នាធ្វើការបាយ contract នៅពេលតែ goal មានតម្លៃ 4k តែនៅពេលដែលអ្នកនរអស់គ្នាចូលដល់ទីផ្សារមែនតើអ្នកនេះឃើញថា entry របស់អ្នកនរអស់គ្នាគឺនៅ 4100 ហើយអ្នកខ្លះគឺគាត់បន្តទៅលើ Wi-Fi ហើយអ្នកខ្លះទៀតគឺគាត់បន្តទៅលើ broker របស់គាត់តែពេលខ្លះមែនទេដោយសារតែអ្នកទាំងអស់គ្នាចូលទៅធំពេកបានឃើញ market រត់ខ្ញុំអត់និយាយពីអ្នកដែលចូលក្នុង$1000ទេគឺខ្ញុំនិយាយដល់ក្នុង 10k ឡើង 100k ឡើងចឹងដល់ពេលដែលពួកគាត់ចូលរៀងធំទៅលើ pair ដូចជា Euro USD ឬក៏លុយ Yen វាអត់សូវមានអត្រាមែនទេឬក៏អាចជា exotic pair កាណាដាជាមួយនឹង CHF អញ្ចឹងទៅពេលគាត់ចូលបើមិន spread ធំទេក៏ឃើញ market ហត់ឡើងទៅដល់តម្លៃមួយហ្នឹងដែរអញ្ចឹងនៅពេលដែល market នៅតម្លៃ 4000 អ្នកនេះចូលទៅ model contract វានឹងអត់ execute អ្នកនរនេះទៅ contract មួយនេះទូសិនទេវានឹងចូលទៅ buy ទៅលើនេះនៅតម្លៃ4110 4150 4180អីចឹងទៅចឹងតែពេលដែលវាចូលទៅ buy ទៅដល់កន្លែងមួយហ្នឹង entry របស់អ្នកគ្នានឹងចែកនឹងរកទៅលើ fair value បានន័យថាវានឹងរកទៅលើ average price រវាងតម្លៃ high និង low មួយហ្នឹងហើយវារកតម្លៃ break even របស់អ្នកទាំងអស់គ្នាក្នុងលក្ខខណ្ឌនេះតម្លៃ break even របស់យើងគឺអាចនៅលើ high នេះហើយដោយសារ50និង30វាមានតម្លៃខ្ពស់ជាងគេហើយ20នៅខាងក្រោមនេះអញ្ចឹងវាអាចនឹងមានតម្លៃនៅប៉ុណ្ណេះហើយនៅពេលដែលអ្នកទាំងអស់គ្នាមើលទៅលើ graph មួយនេះរៀងយូរបន្តិចអ្នកទាំងអស់គ្នានឹងចាក់អារម្មណ៍មើលហើយថាវាដូចជាអ្វីដែលគេច្រើនប្រើនៅក្នុងទីផ្សារឥឡូវហ្នឹងគឺ volume profile ចឹងនេះគឺជា volume profile បើសិនជាខ្ញុំគូវាក្នុងរយៈពេលដ៏ខ្លីអាចនិយាយថាក្នុងពី3ថ្ងៃខ្ញុំនៅឃើញ profile របស់ខ្ញុំគឺវារៀងបែបហ្នឹងគឺវាអត់ស្អាតមែនទេ Yes តែបើសិនជាខ្ញុំចង់ដល់ increase វាកាន់តែយូរខ្ញុំនឹងឃើញវាមានកាន់តែច្រើនកាន់តែវែងកាន់តែឆ្ងាយអញ្ចឹងអានេះគឺជាអ្វីដែលយើងហៅថា volume profile ហើយនៅពេលដែលខ្ញុំកាន់តែគូខ្ញុំឃើញថាវាកាន់តែប្លែកសូតានៅពេលដែលវាមានរៀងផ្សេងគ្នាគឺយើងយល់អីពីវាខ្លះអញ្ចឹងដូចយើងនិយាយមុនហ្នឹងអញ្ចឹងគឺថា market គឺវាអត់អាចកើតឡើងដោយអ្វីដែលយើងចង់ឃើញឧទាហរណ៍ថា reversal ឬក៏អីបានទេវាត្រូវតែមានចេញពី liquid ទៅ illiquid ឧទាហរណ៍ថានៅកន្លែងមួយនេះគឺយើងមានទៅលើ liquid market price action liquid យើងឃើញថាវាជា D shape ដូចអ្វីដែលយើងបានបញ្យល់នៅក្នុងនៅខាងក្រោមនេះមិនហ្នឹងឬក៏នៅវីដេអូទី1អញ្ចឹងវាជា liquid market នៅពេលដែល liquid market យើងមានរាងមួយទៅដូច D shape តែយើងត្រូវតែចាំមួយទៀតគឺថាអ្វីដែលយើងហ៊ានគឺមិនប្រកាសថាវាដូចអ្វីដែលយើងបានឃើញនៅក្នុងឆាតទេយើងក្នុងនេះគឺមាន D shape ដែរ market ចុះដល់កន្លែងមួយហ្នឹងវា reject វិញតែយើងត្រូវចាំមួយទៀតពេលខ្ញុំគូវានេះតែពេលខ្ញុំគូវាប៉ុណ្ណេះគឺ volume របស់យើងក៏អត់បានកើនឡើងទេតែនៅពេលដែលខ្ញុំបន្ថែមមកកណ្ដាលហ្នឹងទៀតទៅ volume យើងកើនឡើងអញ្ចឹងបើសិនជាយើងចូល sell ពីកន្លែងនេះទៅគឺយើងនឹងគូវាបានតែប៉ុណ្្នេះទេហើយសួរថាតើយើងយល់អីគេខ្លះពីវាដូចយើងនិយាយម្ដងទៀតអញ្ចឹង limit order មែនហ្នឹងគឺយើងដឹងថាវាមានច្រើនឬក៏តិចនៅក្នុង order book ហើយអ្វីដែលយើងអត់ដឹងគឺ buy និង sell ប៉ុន្តែ volume profile គឺវាអត់បានខ្វល់ពី buy ឬក៏ sell volume ទេវាខ្វល់ថានៅកន្លែងមួយហ្នឹងគឺមាន volume ប្រមាណចឹងនៅលើកន្លែងមួយនេះគឺមាន volume រៀងខ្ពស់តិចទៅនៅកន្លែងមួយនេះគឺវារៀងខ្សោយតិចទៅក៏ប៉ុន្តែសួរថាតានៅកន្លែងមួយនៅវាបានព្រានយើងខ្លះពីវាយើងបានយើងអាចយកវាមកប្រើប្រាស់សម្រាប់ market trade មិនចឹង volume profile វាគឺជា historical data ដែលវាបានប្រាប់យើងឲ្យដឹងថានៅតម្លៃមួយណាពេលវេលាប៉ុណ្ណេះវាមានអ្នក trade volume ប៉ុណ្ណាចឹងបើសិនជាខ្ញុំគូប៉ុណ្ណឹងពួតធម្មតាខែភ័សខែ2ថ្ងៃទី26នេះខ្ញុំគិតថាយើងមាន volume ប៉ុណ្ណេះកុំតាបើយើងដឹងថាកន្លែងមួយនេះគឺជា liquid market yes យើងថាកន្លែងមួយហ្នឹងគឺធ្លាប់មានអ្នក trade ក៏តែនៅលើនេះគឺមានអ្នក trade ច្រើនជាងចឹងបើសិនជាយើង trade ស្រួលយើងចាំវា sweep by side នេះក៏យើងអាច sell បានដែរ yes អត់ខុសទេយើងចាំវា sweep high មួយនឹងចាំចូល sell នៅលើនេះគឺបានក៏ប៉ុន្តែអ្វីដែលយើងអាចដឹងពីវាគឺថានៅកន្លែងមួយនេះក៏ធ្លាប់មានតម្លៃ activity ដែរបើថានៅតម្លៃនេះពី high ឬក៏មក balance area មួយហ្នឹងគឺវាមានតម្លៃពី5408ទៅ5280គឺវាធ្លាប់មានតម្លៃប្រព័ន្ធមកហើយនៅពេលដែល market ហត់មកកន្លែងដើមហ្នឹងវិញគឺយើង
មានសំណួរសួរវាតែពីរទេសួរថាតើវាមានតម្លៃឬក៏អត់តម្លៃចឹងបានន័យថាម៉េចមានន័យថាបើសិនជាវាមានតម្លៃវានឹងធ្លាក់ចុះខុសឬក៏វាអាចនឹង consolidation នៅកន្លែងហ្នឹងរហូតតតែវាអស់ចិត្តវាទៅវាអាចនឹងរត់ទៅលើឬក៏ទៅកាន់ក្រុមតាន់ហ្នឹងទៀតចាំបានន័យថាទោះបីជាវាមានតម្លៃក៏ដោយក៏យកអត់ដឹងថាទិសដៅវាទៅណាទេតែបើសិនជាវាគ្មានតម្លៃក៏ដូចគ្នាដែរគឺបើសិនជាវាឡើងទៅលើវាអាចនឹងប្រេកឡើងទៅលើមកទៅហឹងដោយសារតែវាអត់មានតម្លៃទេបានន័យថានៅពេលដែល market ចុះដល់កន្លែងមួយហ្នឹងគឺអត់មានពីណាគេចង់ sell ទេហើយចឹងបានន័យថាមិនបានន័យថាវានឹងឡើងទៅលើដល់កន្លែងមួយទៀតហើយវាអាចនឹង consolidation ចុះហើយមួយទៀតបើសិនជាវាគ្មានតម្លៃទេwhat the fuck បើសិនជាវាចង់ sell off ក៏បានដែរដោយសារនៅពេលដែល market ទៅដល់លើនេះវាអត់មានតម្លៃហងអត់មាន order អត់មានអ្នក sell ឲ្យវាចឹង market នឹងធ្លាក់ចុះខំវិញចឹងបើយើងមើលទៅវាដូចតែគ្នាទេទោះបីជាវាមានតម្លៃអត់តម្លៃក៏ដោយតែសួរថាតើយើងអាច predict direction ដោយរបៀបណាយើង predict direction គឺទៅលើ historical price យើងនិយាយដល់ historical price របស់យើងគូពី high ទៅ low ចឹងបានន័យថាការ auction របស់យើងគឺពី high ទៅ low យើង buy sell sell ឈ្នះ buy sell sell ឈ្នះហើយយើងធ្វើដំណើរទៅចឹងរហូតដូចនៅក្នុងលក្ខខណ្ឌម្ល៉េះមួយនេះចឹងយកដឹងថា market នៅកន្លែងមួយនេះមានតម្លៃឬក៏អត់មានតម្លៃទេដឹងថានៅពេលដែល market ហក់ចូលមកវិញមានជំរឿនពីរមានតម្លៃវាអាចនឹងនៅក្នុងរៀងយូរដែរតែជាទូទៅបើសិនជាវាមានតម្លៃវាហត់ចេញពីនឹងយកហ្មងឬក៏នៅក្នុងនឹងរហូតរៀងយូរដែរវាហត់ចេញមកថាវាអាចនឹងហត់ធំហាយនេះអីទេវានៅវានៅតែនៅក្នុង balance នឹងដដែលក៏តែការរត់របស់វាគឺវារៀង clean ជាងវាងាយស្រួលក្នុងការត្រាច់ជាងក៏តែមានលក្ខខណ្ឌមួយទៀតដែល market consolidation អាក្រក់មកមែនតើអញ្ចឹងអ្វីដែលអ្នកនរគ្នាបានឃើញមួយនេះគឺអ្នកនរគ្នាអាចយកវាទៅ practice នៅក្នុងការត្រាច់បានហើយគឺថាយើងអាចដឹងថាកន្លែងណាដែលយើងអត់គួរត្រាច់កន្លែងណាដែលយើងគួរត្រាច់បើយើងនិយាយទៅស្ដាប់យើងគួរតែត្រាច់ទៅលើ high ទៅលើ low នេះទេហើយឬក៏ low របស់ value area មួយហ្នឹងហើយយើងអាច fade low និយាយទៅវាដើរទៅដូចទៅនឹង premium និង discount ដែរហើយមួយទៀតខ្ញុំមើលនៅកន្លែងមួយនេះនៅមួយខណៈមួយនេះនៅកន្លែងមួយនេះគឺ market បាន consolidate ខ្ញុំត្រូវការគូ profile របស់ខ្ញុំទៅកន្លែងមួយហ្នឹង market បាន consolidate ចឹងដល់ពេលដែល market consolidate បានថាយើងនៅក្នុង fair value មួយហ្នឹងហើយនៅលើរបស់យើងគឺយើងមាន fair value មួយទៀតហើយមួយទៀតយើងត្រូវដឹងទៀតយើងថាយើងតំចាក់ចេញពី fair value ខាងក្រោមមួយនេះទេអត់ចឹងម្ដងទៀត liquid យើងមានកន្លែង liquid របស់យើងនៅម្ដុំនេះហើយមកយើងមាន illiquid matic ជាការ displacement យើង liquid ម្ដងទៀតហើយយើង illiquid ម្ដងទៀតចឹងដល់ពេលដែលមាន illiquid យើងមានការត្រាច់តែគេខ្លះលេងខ្ញុំបាននិយាយយើងមាន reversal យើងមាន retracement ហើយយើងមានការត្រាច់ displacement គឺការត្រាច់ចេញពី liquid area របស់យើងយកមកតែតាមលក្ខខណ្ឌនេះគឺយើងឃើញយើងឃើញជាការ reversal បានន័យថាវារត់ចេញពី liquid មួយនេះរត់ទៅ liquid area មួយទៀតទូចដែរហើយក៏បាន reversal ទៅយកមកអញ្ចឹងវារៀង make sense ហើយនៅក្នុងវីដេអូទី1យើងនិយាយថា3ហ្នឹងគឺអត់អាចកើតចេញពីឯងបានទេវាអាចកើតចេញពីសុកនៅក្នុង LVN ឥឡូវឧទាហរណ៍ថា market នៅ all time high តែឡើងលើចេះហើយ market consolidation ហើយ retrace ចុះឡើងឡើងទៅលើមកហឹងយកមកបានទេតែនៅពេលដែលយើងឃើញថា range របស់វាកាន់តែច្រើនយូរទៅយើងឃើញថាវាបានបង្កើតនៅអីគេនៅ fair value គឺមិនមែនជាការ retrace ទៅលើបោះ daily level ឬក៏បោះ monthly level ទេគឺនៅពេលដែល market បាន efficient ហើយវានឹងរត់អញ្ចឹងយកមកមើលទៅលើ structure របស់យើងហេតុអីបានជា market ម្ដង sweep ម្ដងអត់ sweep នៅក្នុងលក្ខខណ្ឌនេះគឺយើងថាឃើញថា market វាបាន sweep high នេះទេតែលាងទៅមិនដាច់ low ម្ដងអ្នកខ្លះគាត់យក S&T យកមកប្រើប្រាស់ក៏តែ S&T គឺវាអត់សូវល្អមែនទេហេតុអីគឺដោយសារតែ S&T វាគឺជា latency arbitrage វាមិនមែនជាការ arbitrage មួយដល់នេះទេក៏តែអ្វីដែលដើរនៅខាងក្រោយវាគឺជាអ្វីមួយដែលយើងគួរសិក្សាពីវាសិនគឺយើងត្រឡប់មកវិញនៅកន្លែងមួយនេះនៅកន្លែងមួយនេះអញ្ចឹងយើងដូចនិយាយអញ្ចឹងបើសិនឧទាហរណ៍ថាយើងមាន buy side មួយនៅក្នុង 4099 ចុះ 4099 ហើយយើងបាន attempt ក្នុងការទៅ break
4100យើងចង់ឃើញ4100ដើរតួជា support thôi ក៏តែចេះដល់អីនៅកន្លែងមួយនេះដែលយើងបានសិក្សាមុនហ្នឹងពី order book នៅពេលដែលគេបាយហើយ100 order 30 order នេះទៅជាលេខ0ដោយសារតែវាបាន clear ទៅលើ limit order អស់ហើយថាប៉ុន្តែយើងត្រូវដឹងថាយើងមានទៅលើ H1 C detail ជាមួយនឹង institutional ហើយនៅពេលដែលពួកគេរកបានតម្លៃដែលគេចូលបានន័យថា order ពួកវានឹង reset រហូតវាអត់ដាក់ order ធំពេកទេបើមិនជាវាដាក់លើស100 market របស់យើងអាចនឹងរត់ទៅតម្លៃខ្ពស់ជាងនឹងទៀតអញ្ចឹងវានឹងបង្កើត inefficiency កាន់តែធំលក្ខខណ្ឌនេះវាអាចនឹង reload order នៅពេលដែលយើងចូលបាយហើយវាទម្លាក់នៅ10 40 30ឬក៏40អីចឹងទៅតាមនឹងវិញវាដូរទិសដៅវាម្ដងចឹងនៅពេលដែលមានរឿងហ្នឹងវា reload ក្នុងរយៈពេលនិយាយថាតិចជាង100 millisecond ហើយតមកគឺយើងបាន market order buy បន្ថែមទៀតប៉ុន្តែនៅក្នុង process មួយដែលយើងឃើញថាអានេះគឺមានច្រើនដែរអាចនឹងមានក្រុមអ្នកទាំងអស់គ្នា100នាក់ហើយអ្នកទាំងអស់គ្នាគឺ buy ក្នុង100នាក់ហ្នឹងម្នាក់ buy 100ចឹង100គុណ100វាខ្ទង់ 10k អី 10k អីខ្ទង់ 10k contract ហើយតែមានរឿងអីកាត់ឡើងដូចខ្ញុំមើលនិយាយនៅកន្លែងនេះក្នុងលក្ខខណ្ឌនេះគឺ party A មានទៅខ្ទង់10000 10k 10k contract ហើយប្រកបបានបាយដើម្បីចង់បណ្ដាច់តម្លៃ4100នេះក៏តែយើងមាន party B មួយដែលគាត់ limit order yes យើងអាច break high នឹងបានយើងអាច break high នឹងបានម្ដងហើយម្ដងទៀតបានក៏តែនៅពេលដែល party A អស់លុយនេះនៅពេលដែលពួកគាត់ចាប់ដើមអស់លុយឬក៏គេហៅថាជា exhaustion phase ចឹងនៅពេលដែលពួកគាត់ចូលដល់ exhaustion phase party B នៅមាន limit order តែដែរក៏តែនៅលក្ខខណ្ឌនេះវិញគឺចង់ឃើញអីគេចង់ឃើញមានកត្តាផ្សេងទៀតដែលបានចូលចឹង party C របស់គាត់គឺគាត់បានចូល sell ចាំមែនថាគាត់បានហត់ទៅ buyer វិញគាត់មិនហត់ទៅ buyer នៅលើនេះទេគឺហត់ទៅ buyer នៅខាងក្រោមនេះវិញជា limit order ហើយលើនេះគឺជា sell limit ចឹងមិនមែនជា stop order ទេមិនមែនជា hand stop ទេគឺវា hand limit order វិញហើយនៅពេលដែលវាប្រេចចុះក្រោមយើងឃើញថាវាធ្លាក់ចុះក្រោមខ្លាំងទៅនេះនៅពេលដែល volume យើងឃើញខ្លាំងទៅអាហ្នឹងគឺជា stop order យើងរ៉ាន់ទៅលើ stop order បានជា market ធ្លាក់ចុះក្រោមខ្លាំងមែនតើបានន័យថាអ្នកដែលដាក់ sell stop នៅពេលដែលគាត់ចូល buy វិញគឺវា pair ជាមួយនឹង stop order វិញអញ្ចឹងវាផ្លាស់ប្ដូរគ្នាទៅវិញទៅមកក៏ប៉ុន្តែតម្លៃរបស់វាគឺអត់ផ្លាស់ប្ដូរខ្លាំងមិនឃើញអត់ធ្លាក់ម្ដង100លេខហ្នឹងគឺជាតាមភាគីទេគឺវាចំណុចទូចមែនតើដែលយើងហៅវាជា micro market structure វាចូលដល់ micro ហើយមិនមែនថា macro ទេគឺវាទូចមែនតើដែលយើងនិយាយ term នេះគឺនៅក្នុង millisecond chart មិនមែនជា second chart ទេចេះវាអាចជា100 millisecond ឬក៏ 10 ms អីចឹងទៅចឹងនៅពេលដែល limit order ច្រើន buy order ចូលត្រូវគ្នានៅលើហ្នឹងកាត់ឡើងទៅលើអីគេកាត់ឡើងទៅលើ order មួយដែលវាចេញជារៀងដូច P shape វាអាចនឹងចេញជា volume P shape បែបនេះហើយតំបក់យើងធ្លាក់ខោទៅកន្លែង fair value ថ្មីយើងមាន B shape ថ្មីជាអានេះគឺជាអ្វីដែលយើងចង់ឃើញហើយវាជារឿងដែលកាត់ឡើងតែសូថាចំពោះ candlestick chart យើងសិក្សាវាបែបម៉េចចឹងយើងត្រឡប់មក trading view របស់យើងវិញហើយយើងមើលទៅលើ trade recap ថ្ងៃហ្នឹងតែម្ដង4ម៉ោងហើយចឹងបន្ទាប់ពី sweep reverse daily high របស់យើងមើលទៅលើ daily chart ហើយយើងធ្វើការលុបអាព័ន្ធហ្នឹងចោលហើយយើងមើលទៅលើ daily chart របស់យើងខ្ញុំបានគូ premium zone នៅនេះហើយចឹងខ្ញុំបានគូថានៅលើ high នេះគឺជាកន្លែងដែលយើងគួរតែ wholesale ហើយយើងឃើញថាយើងក៏បានចូលទៅ fair value gap របស់យើងដែរដោយសារអាហ្នឹងគឺជាអ្វីដែលយើងខ្វល់ដែរបើសិនជា market break high ហ្នឹងហើយវា retest ស្អាតទោះបីជាវា close នៅខាងក្នុងហ្នឹងក៏ដោយវា close ខាងក្នុងហ្នឹងក៏ដោយក៏ប៉ុន្តែវានៅស្អាតគឺវានឹង push ឡើងទៅលើចុះយើងធ្វើការសិក្សា time frame ទូចមិន4ម៉ោងទេគឺ1ម៉ោងគឺនៅពេលដែល1ម៉ោង sweep high ហ្នឹងហើយខ្ញុំបានចំណាយពេលនៅក្នុងហ្នឹងយើងយូរដែរហើយខ្ញុំមាន high មួយដែរយើងសួរថាអ្នកទាំងអស់គ្នាគួរតែត្រិត high ហ្នឹងអត់ yes គួរត្រិតបើសិនជាអ្នកទាំងអស់គ្នាមាន experience តែបើសិនជាអត់ទេយើងចាំវាបង្កើត illiquid មួយមកលក្ខខណ្ឌនេះគឺយើងអត់សូវ illiquid មែនទេក៏តែយើងអ្វីដែលយើងដឹងគឺយើងដឹងថាយើងមាន inefficiency ហេតុអីយើងមើលទៅលើ candle របស់យើង candle របស់យើងនៅ bullish candle មុននេះគឺជា fair value gap វាគឺជា imbalance
chứ nhưng mà nó không là khăn đi cứ dương dạ dương anh vậy bàn thà dương chật thì đấy dương chật bạn lần vì ở đấy ra khăn đầu mình cứ close chậtไปnhảy còn mà ta nhưng nó xong mà tịch tôi bởi vì chỉ lục probability cái đời còn ta những khơi tham mình nhưng mà bạc cạn nơi để là thì bị khó hại chẳng market vì mà phải trình trường máu để chơi nếu như hai với chị manipulation ấy sản này khác còn anh những hộ lo còn tại môn ở bạc cạn trình trường nâng máu cứ như miền ấy cứ như miền nước hàng khổ nè cứ như miền ở liquidity pool chẳng market bàn lần tới lơ mà xì hay nè ai bắt móc vẽ tốt cho khổ đây hạt này sao tại dương miền này inefficiency market nhưng hạt lang tới lơ chẳng hai chọc khổ nhiều món mình bán đây về cầm rò biến là lưu tra tại miền cát ta miền fundamental thầm thông chẳng viên là thời gian chậm này bên nó không năng dù mình tị ủa thì họ thay bớt sao trong cô bị lâu năng tới hai năng nhưng không nào lim như bạn năng hai nó phải đánh mình increase mà càng tăng lại bọn nhóm đi nhóm khơi thay việc mà hiện là ngày cho nó bây giờ mà cái chặt cho đang chặt trên việc lại muốn năng cái nhóm ai gì ban tha viên năng cầm rò mà rọc hai năng vậy hạt ấy cứ viên căn tại ẩn miên interact trong các ra từ hai mùi này sao ấy kì hai mùi này cứ miên limit order chọn thật cái mơ khơi nó không bụng bụng mẹ bao nhiêu từ chứ như lẽ mà thay frame tu tiết nằm bởi ở vô bị micro market structure bởi dưỡng yes nhưng mà topic những sweep 2 này hơi mà bây giờ đôi ở bài này nhưng mà ví dụ nó không y tế đại dương thì bạn hà sweep luôn nó phải hột tới giờ món vì là cái nạn nó còn mình tay vì ở chỗ tới năng tế cứ vì là cái nạn bạn đi với sweep consolidation hay vì cho đam rally chỉ cho đá tới giờ món chứ nó là khăn đi nên nó nên năng pay thà vì nó mà sweep lâu năng mình yes វានឹងស្វីវាគង់តែស្វីទេមិនយូរមិនឆាប់លើព័ត៌មានលើកត្តា fundamental កុំតាអ្វីដែលយើងដឹងនឹងនៅក្នុងឥឡូវហ្នឹងគឺអាចប្រាប់យើងថានៅកន្លែងមួយនេះគឺអីគេគឺ absorption ហើយបន្ទាប់មកនៅក្នុងការ set up ទៅលើ high មួយនេះគឺយើងបានមកពីអីគេគឺអាចនិយាយបានថា party A របស់យើងមួយនេះគឺអត់តអស់លុយទេអត់តអស់លុយទេរហូតទៅមកដល់អីគេមកដល់ low មួយនេះដល់ low នឹងមកភ្លាមមិន party A របស់យើងគឺអស់លុយហើយ party C ចូលវិញម្ដងចឹងដល់ពេល party C ចូលវិញគឺយើងឃើញថាមិនយើងឃើញថាវា auction ទៅ fair value ផ្សេងហើយតែមកជា fair value ផ្សេងឧទាហរណ៍ថានៅខាងក្រោមមួយនេះនៅខាងក្រោមនេះគឺយើង volume មួយនៅខាងក្រោមហើយ volume មួយហ្នឹងគឺតាក់ទាញអីគេតាក់ទាញអ្នកសិលក៏ប៉ុន្តែក្នុងអ្នកខាងហ្នឹងវាក៏តាក់ទាញអ្នកបាយដែរចឹងមិនថាអ្នកសិលចង់បរាចោះក្រោមអ្នកបាយចង់ទិញឡើងលើฉะนั้นហើយបាទយើងនិយាយបានថា market គឺវា seek fair value វាមិនមែន seek stop loss អ្នកនរគ្នាទេក៏តែ order របស់អ្នកទាំងអស់គ្នាគឺជា value វិញមិនថា buy stop មិនថា sell stop មិនថាអ្នកនេះចូលទៅចំណេញទេអត់តែ order ចូលទៅចំណេញឬក៏ខាតវាគឺជាតម្លៃអ្នកទាំងដាក់ buy limit ឬក៏ចូលទៅនៅកន្លែងមួយហ្នឹងដោយសារអ្នកទាំងអស់គ្នាគិតថាវាជាតម្លៃល្អសម្រាប់ market ធ្វើអីមួយឯងចាអ្វីទាំងអស់គឺជាតម្លៃការ hand stop មិនមែនជារឿងពិតប្រាកដទេក៏ប៉ុន្តែអ្វីដែលខ្ញុំនិយាយនេះវាគឺជារឿងពិតអញ្ចឹងយើងមកមើលនៅក្នុងតែនេះយំឡងទៀតយើងឃើញថាមិន market វាបានអីគេខ្លះយើងមានទៅលើស្អីគេ4ម៉ោង high yes ហើយ4ម៉ោង high វាគឺជាគេនៅកន្លែងមកកណាត់ទុននេះយើងមើលទៅយើងឃើញថាវាជា balance area ឯងតែខ្ញុំធ្វើការអត់និយាយច្រើនទេមកនឹងគូមួយនេះជា example ចុះចឹងកន្លែងនេះគឺជា balance area market ឡើងចូលដល់កន្លែងមួយនឹងភ្លាមចាប់ដើមចាក់ចេញពីកន្លែងហ្នឹងវិញប៉ុន្តែយើងត្រូវចាំថានៅលក្ខខណ្ឌនេះគឺ market របស់យើងគឺ illiquid មែនតើវា illiquid បែបម៉េចគឺវាឡើងទៅលើខ្លាំងមែនតើប៉ុន្តែយើង zoom out ម្ដងទៀតយើងមើលថាតើ liquid area របស់យើងមាននៅណាយើងមើលតែ candlestick ទេបន្ទាប់ពីវាបង្កើត high sweep high ហ្នឹងហើយhigh មួយនេះគឺវា sweep បានតិចមួយដែរត្រូវ yes sweep high ហ្នឹងហើយក៏ប៉ុន្តែនៅពេលដែលយូរទៅជាមួយនឹង high នេះមួយនឹង high មួយនេះវាបានកើតឡើងជា equal high គឺយើង sweep វា3តង់មិនតែមួយតង់ទេអញ្ចឹងបើសិនជាយើង predict reversal នេះគឺយើងខុសហើយហេតុអីដោយសារតែវាជា balance price range ក៏ប៉ុន្តែវាអត់ទាន់ជា absorption ទេវាជា balance area absorption កើតឡើងនៅពេលណានៅពេលដែលយើងឃើញថាគេចង់ប្រាច់ទៅតម្លៃខ្ពស់ទៅ fair value ណាមួយអញ្ចឹងគេធ្លាក់ចុះខុំម្ដងទៀតទិញឡើងម្ដងទៀតទៅទៅខុំអញ្ចឹងកន្លែងមួយនេះគឺយើងអាច sell បានហើយវាដូចជានិយមដែលយើងបានសិក្សាអញ្ចឹងវាដូចជា liquidity sweep មួយអញ្ចឹងហេតុអីដោយសារតែ market បានប្រាក់ high វា sweep high ហើយក៏ប៉ុន្តែយើងយើងអស់លុយទិញអញ្ចឹងយើងក៏មាន limit order
បុកដែរហើយតមកខ្ញុំមានកត្តាផ្សេងទៀតដែលធ្វើឲ្យមានអ្នកចូលសាល់កាត់សាល់អស់មួយឆាវប៉ុន្តែសួរថាតើការសាល់អស់មួយហ្នឹងគឺហូតទៅមួយណាហូតទៅកន្លែងមួយណាគឺហូតទៅកន្លែងមួយនេះកន្លែងមួយនេះដែលមាន fair value នេះយើងឃើញថាយើងមាន fair value នៅខាងក្រោមនេះហើយយើងឃើញថាយើងមាន value មួយចំនួនដែលបានត្រាត់នៅកន្លែងមួយនេះហើយតែកន្លែងមួយនេះគឺអត់ទេយើងអាចនិយាយថាអត់បានដោយសារយើងរៀន average យើងយកអាណាជាតម្លៃដែលយើងចង់យកមួយតែឥឡូវយើងមកនៅកន្លែង fair value មួយនេះនៅខ្ទង់310ដល់800នេះមានថ្ងៃកាត់ឡើងវា fair value អញ្ចឹង market ឡើងមកដល់លើនេះ market វាបានចាក់ចេញពីអីគេពី fair value មួយនេះយើងត្រូវតែយល់ថាតើកន្លែងមួយណាជាតម្លៃទីផ្សារហើយពីណាគេអ្នក control អញ្ចឹងយើងមើលមកពី low ទៅ high មួយនេះគឺ buyer ជាអ្នក take control ម្ដងហើយអញ្ចឹងបើសិនជា market break high នេះហើយវា fail បានន័យថា buyer គឺអស់ control ទៅលើកន្លែងមួយហ្នឹងហើយខ្ញុំនិយាយម្ដងទៀតពី low ទៅ high មួយនេះគឺជាការ control ចេញពី buyer របស់យើងហើយនៅពេលដែល market fail to push higher ម្ដងទៀតឬក៏នៅក្នុង ICT គាត់បានហៅថាsponsorship ហើយកន្លែងខ្លះគាត់បាននិយាយថា we fail to offer sponsorship នៅក្នុង core content របស់គាត់អញ្ចឹងកន្លែងមួយនេះគឺវាអត់បាន we fail we fail to offer ទៅលើ sponsorship របស់គាត់ wait របស់គាត់មិន fail to offer institutional sponsorship ហើយ yes វាបានក៏ fail ទោះថានៅកន្លែងមួយណាដែលយើងហ៊ាននិយាយថា seller is in control អញ្ចឹងទៅតាម concept របស់អ្នកទាំងអស់គ្នាចំពោះខ្ញុំក៏ខ្ញុំនឹងធ្វើការយក order block នេះដើរតួជា PD array narrative ទី1ហើយតមកយើងមាន pollution block របស់យើងអញ្ចឹងខ្ញុំធ្វើការសេរីពណ៌បន្តិចពណ៌តខូចហើយកន្លែងមួយនេះគឺពណ៌ក្រហមគឺពណ៌ក្រហមអញ្ចឹងកន្លែងមួយនេះគឺជាកន្លែងមួយដែលខ្ញុំ confirm ទៅលើការ sell off ហើយអ្នកខ្លះគាត់ប្រើ CISD ហើយក្នុងលក្ខខណ្ឌនេះក៏យើងឃើញទៅលើ market structure shift ទូចមួយដែរតែកន្លែងមួយហ្នឹងគឺចាត់ទុកជា shift change instant delivery របស់យើងឯងឬក៏អ្នកខ្លះទៀតគឺគាត់ចាំត្រឡប់5 time frame ដែល value gap នេះគឺជា value gap 5 ឬក៏5 minute BC អញ្ចឹង market display lower ហើយវា close នៅខាងក្រោមហ្នឹងនេះម៉ោង 1:25 របស់យើងនេះអញ្ចឹងចូលម៉ោង 1:26 យើង retest ចូលទៅinversion value gap របស់5នាទីរបស់យើងហើយយើងបាន trade lower ទៅកន្លែងមួយណាទី1គឺទៅ balance price range របស់យើងហើយយើងបានមកឡើងលើនេះហើយយើងដូចយើងមើលម្ដងទៀតអញ្ចឹងវាមិនមែនជាអ្វីមួយដែលយើងគិតថាវា hand stop របស់យើងទេប៉ុន្តែវាជាអ្វីមួយដែល repeat itself វាគឺជាការ absorb នៅ order គឺនៅពេលដែល absorb order អស់នៅពេលដែល absorb order អស់មានអីកាត់ឡើងគឺវានឹងធ្វើការធ្លាក់ហើយអ្នកនេះឆ្ងល់ថាហេតុអីបានជាវា sweep ហើយវាអត់ហត់មកផ្ដាច់ low នេះអញ្ចឹងបើយើងមើលទៅលើ candle មួយនេះកន្លែងមួយនេះវាគឺជាអីគេវាគឺជា liquid area មែនតើបានថាកន្លែងមួយនេះគឺធ្លាប់មាន order transaction ទៅវិញទៅមកហើយអញ្ចឹងបើសិនជាខ្ញុំគូ profile ម្ដងទៀត shit low ទៅ high យើងឃើញថាវាបង្កើត digit ដ៏ស្អាតហើយមួយទៀតវាក៏ជាកន្លែងមួយដែលទៅនឹងបំពេញ balance ដែរអញ្ចឹងបានថា balance មួយនេះគឺថ្មីមែនតើឧទាហរណ៍បើសិនជាខ្ញុំទាញ profile ពីកន្លែងមួយហ្នឹងទៅកន្លែងមួយនេះគឺយើងឃើញថាវា outside of fair value អាចនិយាយថាវាជា short term absorption ម្ដងទៀតមកធ្វើប៉ុណ្្នឹងទេគឺយើងបានបំពេញនៅ fair value នៅមួយថ្ងៃមុនចាស់នេះយើងបានបំពេញនៅចន្លោះលោកខ្ញុំ note like inefficiency នៅកន្លែងមួយនេះអញ្ចឹងនៅពេលដែលយើងបំពេញហើយនៅតម្លៃមួយហ្នឹងបំពេញហើយភ្លាមគឺយើងនឹងធ្វើការរត់ទៅរក imbalance ម្ដងទៀតឬក៏ fair value ថ្មីក្នុងលក្ខខណ្ឌនេះបើខ្ញុំមើលត្រួសទៅបើសិនខ្ញុំត្រាំមែនតើគឺខ្ញុំនឹងធ្វើការហៅ LVN ហ្នឹងកន្លែងនេះគឺមាន LVN អញ្ចឹងវាបំពេញ order នៅកន្លែងមួយហ្នឹងធ្លាក់ចុះខក៏ប៉ុន្តែអ្នកខ្លះគឺគាត់អាចនឹងប្រើ fair value concept អញ្ចឹងពួកគាត់គឺ focus ទៅលើតា peak និង mountain level ទេនៅពេលកន្លែងណាដែលមាន volume លៀនចេញក្រៅមកគឺជា key level របស់គាត់ដែរអញ្ចឹងកន្លែងមួយហ្នឹងគឺជា key level របស់គាត់ក្នុងការចូល sell តែដូចខ្ញុំនិយាយម្ដងទៀតអញ្ចឹងគឺ
គឺយើងអាចមើលពី high ហ្នឹងទៅ low ហ្នឹងហើយយើង LVN របស់យើងហើយវាជា setup របស់យើងហើយមិនថាយើង setup នៅកន្លែងមួយដែលមាន interest ក្នុងការ trade អញ្ចឹងកន្លែងមួយនេះក៏មាន interest ក្នុងការ trade ទេជា fair value gap របស់យើងណាពី low មក high មួយនេះវាអត់មាន interest ក្នុងការ trade ទេ market មក fail ហើយនឹងភ្លាមគឺចាប់ដើមធ្លាក់ទៅក្រោមម្ដងហើយកន្លែងមួយនេះគឺដើរតួជា context ក៏បានបើសិនជាមាន entry ចូលក៏ចូលទៅគឺវាអត់មានអីខុសទេក៏ប៉ុន្តែបើសិនជាយើងគូពីមួយក្រាត់ high មកធ្វើមួយក្រាត់ low យ៉ាងគេមកគឺយើងឃើញថាកន្លែងមួយនេះក៏មានលៀនទៅលើ fair value ដែរមកទូតមួយនេះអញ្ចឹងកន្លែងមួយនេះគឺវាបាន auction high ទៅលើវិញវាចង់ break high នឹងម្ដងទៀតហើយរបស់ fair value នេះនៅតម្លៃមកនៅ828អីហ្នឹង yes 4828វាចង់ break នៅកន្លែងហ្នឹងក៏ប៉ុន្តែវា fail អញ្ចឹងដល់ពេលដែលវា fail ភ្លាមគឺវានឹងធ្វើការធ្លាក់ចុះខោបានន័យថា absorption លើកនេះគឺយើងអត់ធ្វើការវាមកផ្ដាច់ high នេះទេ low មួយនេះគឺវាមាន absorption ដែរក៏ប៉ុន្តែទី1យើងត្រូវដឹង fundamental សិនហើយ yes bias របស់យើងហើយតើយើងអាចត្រាត់បានអញ្ចឹង bias របស់យើងគឺយើងចេញពី4ម៉ោងថតសុបហើយ kilowatt របស់យើងនៅកន្លែងមួយនេះគឺវាចង់ accept កន្លែងនេះគឺ LVN ដែរបើសិនខ្ញុំគូដល់ low នេះក៏ដោយក៏នេះឃើញថានៅកន្លែងទូចមួយហ្នឹងក៏ជា LVN ដែរពី high មក low high មួយណានេះពី high មក low វាជា LVN ចាំ market ចូលមក LVN top tick មែនតើខ្ញុំត្រូវការតម្លាក់ឲ្យអ្នកមើលនេះវាចូលមក LVN នឹងភ្លាមអត់មាន interest តែចុះក្រោមទៅមកហឹងហើយតមកនេះឆ្ងល់ហើយអត់អីបានជាយើងមានអានេះហើយយើងអាច predict អាហ្នឹងបានដល់របៀបណាអញ្ចឹងស្រួលទេយើងទាញវាមកធម្មតាពីដូចយើងដឹងចឹងកន្លែងណាជាអ្នក control អញ្ចឹងយើងអាចទាញពី low មួយនេះមកបានពី low មួយនេះប៉ុន្តែនេះនឹងបាក់យល់ខ្ញុំមើលឃើញថាយើងមាន triple distribution phase ឬក៏នៅពេលដែលយើងរៀនយូរទៅយើងនឹងឃើញថាវាដូច market maker buy model ឬក៏ sell model ហើយក៏ប៉ុន្តែយើងគួរតែយក recent swing low ដែលវាជា impulsive swing អញ្ចឹងអាចជា recent swing low មួយហើយតមកខ្ញុំមើលថាតើយើងមានអ្វីមួយដែល cause ឲ្យ swing low មួយហ្នឹង push ឡើងទៅលើអត់វាជាការ consolidation មួយដែរអញ្ចឹង yes កន្លែងមួយនេះហើយហេតុអីមកជាខ្ញុំហៅកន្លែងមួយនេះយើងអាចយកតំហាងនេះក៏បានតែយើងគូធម្មតាប៉ុណ្ណេះក៏បានយើងអត់ត្រូវការ accurate យកហ្មងទេយើងគូធម្មតាប៉ុណ្ណាក៏បានដែរចំពោះការគូ volume profile ដើម្បីសិក្សាទៅលើ context អញ្ចឹងឧទាហរណ៍ថាខ្ញុំគូធម្មតា low ប៉ុណ្ណេះ randomly ចោលឬក៏អ្នកនេះអាចប្រើប្រាស់ time frame ធំហើយតែមកយើងមើលពី high មក low អញ្ចឹងពី high មក low យើងគូចាប់ដើម start ពី high ហ្នឹងមកហើយដល់មកទៅ current market price action ដែលយើងកំពុង trade ឥឡូវយើងមកមើលម្ដងទៀតខ្ញុំតែកាត់តម្លាក់វាតែប៉ុណ្ណហើយថតសុបនេះទេធំពេលវេលាដែលវាមក swip ថតសុបហ្នឹងទេហើយខ្ញុំតែកាត់សិក្សាពីវាអញ្ចឹងសិក្សាម្ដងទៀតហេតុអីបានជា market consolidation នៅកន្លែងមួយនេះអញ្ចឹងតើខ្ញុំនិយាយម្ដងទៀតអញ្ចឹងចំពោះ LVN បើសិនជាវាមិនថាវាមានតម្លៃឬក៏វាគ្មានតម្លៃទេបើសិនជាវាមានតម្លៃមានហ្នឹងបើសិនជា market ចង់ stick ទៅលើ fair value គឺយើងមានពីរឯងទីមួយគឺ market ហត់ទៅ fair value យកហ្មងគឺនៅម្ដុំកន្លែងមួយនេះអានេះគឺជា fair value ដែលយើងមានស្រាប់មួយទៀតគឺយើង seek យើងហៅថាជា fair value discovery បានន័យថាយើងហត់មកដើម្បីបង្កើត fair value លក្ខខណ្ឌនេះគឺយើងចង់បង្កើតដែរយើងឃើញថាយើងបង្កើត fair value gap មួយហើយយើងចង់បង្កើតដែរតែអត់ទេវា fail វាចង់ឡើងទៅផ្ដាច់ high ម្ដងទៀតអូខេការបដាច់ high មួយហ្នឹងគឺវាចិត្តបានជោគជ័យដែរយើងឃើញថាវា fair value gap ខ្ពស់មែនតើហើយតមកវាចង់ option high ម្ដងទៀតហើយបានរីត្រចុះក្រោមវិញម្ដងទៀតកន្លែងនេះយើងគិតថាអូខេអាចនឹងចូលកន្លះ stealth វាចូលមែនបើយើងមក structure ពី swing high មក swing low នេះគឺយើងឃើញថាវាចូលមែនវាជា fair value LVN fair value ខ្ញុំនិយាយម្ដងទៀត consolidation ហើយមួយនេះមកដល់ low មួយនេះគឺយើងបាន LVN ទូចមួយហើយតែបើតន់ខ្វល់ទេពី low ទៅ high ទៅ low ទៅ high ហើយតមកនៅខាងនេះយើងឃើញថាយើង attempt to break high មួយនេះយើង fail កន្លែងនេះបន្តិចហើយដល់ពេលដែលយើង fail យើងបង្កើតបាននៅអីគេ relative equal high យ៉ាងម៉េចថាកន្លែង2នេះគឺបានបញ្ជាក់ពីការចង់ផ្ដាច់ high ប្រហែលដងហើយហើយវា fail នៅកន្លែងមួយនេះទៀតលើកទី3ព្រោះតាខ្ញុំអាច predict លើកទី3នឹងបានអត់ស្នួរគឺថាខ្ញុំអត់អាច predict វាបាន 100% ទេក៏ប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើ
ធ្វើបាននៅក្នុងកំឡុងពេលនេះគឺខ្ញុំដឹងថា direction របស់យើងគឺអត់ហត់ទៅលើ high ហ្នឹងទេដល់អ្វីដែលយើងចង់ដឹងគឺទៅទៅយើងឃើញ accumulation manipulation expansion នៅលក្ខខណ្ឌនេះគឺ accumulation ហើយវាហូរ auction higher ក៏ប៉ុន្តែ absorption ឡងទៀត absorption គឺជាការដាក់ limit order នៅកន្លែងណាមួយអញ្ចឹងវានឹងធ្វើការទម្លាក់ order រហូតដល់ party A party A ជាអ្នកចូលទិញតែ order រហូតដល់ party A អស់លុយហើយទៅមកខ្ញុំមានកត្តាថ្មីគឺ party C ចូល sell វិញម្ដងចុះនៅលក្ខខណ្ឌ trading view មួយនេះបើសិនជាយើងចង់ចេះវាច្បាស់លាស់យើងគួរតែមាន platform order flow មួយដើម្បី trade ដូចជា motivate ដូចជាអីហ្នឹងទៅ counter អីហ្នឹងទៅវាមានតម្លៃថោកហើយយើងអាចសិក្សាវាបានអញ្ចឹងដើម្បី predict អាហ្នឹងបានគឺយើងត្រូវដឹងពី order របស់វាឬក៏មួយទៀតគឺយើងអាចប្រើ type ដើម្បី predict ទៅលើ volatility injection មកថាយើងនៅក្នុងម៉ោង 9:35 ហើយបន្ទាប់ពី market open តែ market open នៅកន្លែងមួយនេះឡើងមកផ្ដាច់ high មួយនេះហើយធ្លាក់ចុះក្រោមទៅបង្កើតនៅ CISD អញ្ចឹងឥឡូវម្ដងទៀតយើងមើលនៅក្នុងលក្ខខណ្ឌមួយនេះគឺយើងមើលទៅលើ key level យើងឃើញ key level ច្រើនហើយយើងមាន inefficient មានអីច្រើនមែនតើក៏ប៉ុន្តែការឡើងមកផ្ដាច់ high មួយនេះគឺយើងមាននៅអីគេពី high មកឡូមួយនេះទីមួយគឺយើងមាន low volume node ទី2គឺយើងចាក់ចេញពី auction មួយនេះធំណាស់និយាយទៅ yes យើងចាក់ចេញពី auction មួយនេះចង់រត់ទៅឆ្លងកាត់ auction មួយនេះ fair value មួយនេះដែលយើងបាននិយាយមុនហ្នឹងក៏តែចូលទៅដល់កន្លែងហ្នឹងគឺយើង fail instantly តែម្ដងគឺថាវាគ្រាន់តែឡើងចូលទៅដល់កន្លែងហ្នឹងភ្លាមគឺបាយបាយហើយធ្លាក់មកកន្លែងអីគេគឺវាធ្លាក់ចូលទៅកន្លែង fair value មួយនេះតែនៅពេលដែលវាចូលក្នុងហ្នឹងជាទូទៅយើងឃើញថាវា intention ហើយដល់ឥឡូវ fair value gap ដែលខ្ញុំបានគូនៅ5នាទីមួយនេះតែវាកាត់ចេញពីគេមកហើយមកជា market ឥឡូវចាប់ដើមឡើងទៅលើទីមួយគឺយើង liquid មកថាកន្លែងមួយនេះគឺមានតម្លៃម្ដងហើយទៅមកបើយើងមានទៅលើអីគេគឺយើងមានទៅលើ LVN ចាំមកថាមិនបែរថានៅក្នុង short period of time ក្នុងរយៈពេលពី A ទៅដល់ B ពី10ម៉ោងហើយក្នុងពីរយៈពេល3ម៉ោងមួយនេះថ្ងៃកាត់ឡើងទី1គឺយើងបាន transaction តម្លៃគ្នា buy និង sell ច្បាស់លាស់ហើយទី2គឺកន្លែងមួយហ្នឹងគឺលេងមានតម្លៃសម្រាប់ពួកគេហើយបើថាលេងមានតម្លៃសម្រាប់ពួក sell ហើយបើជាតម្លៃទីផ្សារឡើងទៅលើវិញទៀតឬក៏យើងអាចនិយាយបានថាកន្លែងមួយហ្នឹងគឺជាកន្លែងដែល buyer នៅក្នុង control អញ្ចឹងធ្លាក់មកកន្លែងមួយហ្នឹងមួយថ្ងៃកាត់ឡើងគេមាន reaction ឡើងទៅលើវិញហើយម្ដងទៀតបើយើងចង់ predict ច្បាស់យើងប្រើម៉ានទីអូខេនៅខាងនេះខ្ញុំអាចបញ្យល់បានមួយទៀតវីដេអូម៉ានទីអូ47នាទីយូរដែរមកគេ break low មួយនេះយើងមាន consolidation fair value អញ្ចឹង fair value នេះរត់ទៅអីគេនេះចាំថានៅក្នុងនោះមានអីគេអត់មុនហ្នឹងគឺ fair value ថ្មីអញ្ចឹងពី fair value មួយនេះហើយបើយើងហាជា fair value គឺយើងអាចមើលនៅខាងឆ្វេងដៃយើងបានអញ្ចឹងពីអក្សរ D មួយនេះអក្សរ D គូតំណាអូគូមិនតន់ដល់ពេញហ្នឹងគូដល់នេះចាអក្សរ D មិនដែលទៅណាសោះអញ្ចឹងពីអក្សរ D មួយហ្នឹងទៅអក្សរ D ថ្មីមួយទៀតយើងមានរឿងអីកាត់ឡើងគឺវាអត់មាន interest ទេអត់មាន interest ក្នុងការទៅក្រុមវាអត់មានអ្នក buy limit វាអត់មានអាណាគេ offer វាទៅ buy limit អត់មានអាណាគេតម្លៃ order ឲ្យវាចូល buy buy limit អញ្ចឹងដល់អ្នក sell វាភាមួយ buy limit ចុះអត់មានអាណាគេតម្លៃ buy limit order បើសិនជាវា sell ខ្លាំង pick របស់វាគឺអាចនឹង entry នៅនេះហើយនៅពេលវាចូលហើយ market កាត់ធាក់មកហ្នឹងឡើងលើវិញ liquid market ពួកវានឹងអត់ព្រមត្រូវទេវាត្រូវការចូល order ច្រើនអញ្ចឹងវាត្រឡប់មកវិញចូលមកកន្លែងមួយនេះដើម្បីហៅកន្លះ sell អីចឹងទៅហើយពេលខ្លះការ sell ការ buy របស់ពួកវាមិនមែនជាការចូល trade ទេវាគឺជាការ take profit ឧទាហរណ៍ថាចំពោះការ buy យើងមាន buy stop ជា take profit របស់យើងចាំមិនថា liquidity របស់យើងគឺ hand ទៅលើ buy stop មួយហ្នឹងមិនមែនជា stop loss ទេជា TP របស់គេហើយយើងឃើញ process auction មួយនេះគឺយើងឃើញថាវា clean មែនតាទីមួយគឺយើងធ្លាក់នៅ sell order យើងបានបង្កើតនៅ intention យើងដើម្បី sell sell ទៅណា sell ទៅ fair value មួយនេះអាចចង់ថាមានអ្នក sell lot ទៅដល់អីគឺយើង fail តែម្ដងខ្ញុំលុប protocol នេះចេញហើយគូវានេះវិញគឺយើង fail មិនតែម្ដងហើយនៅពេលយើង fail ហើយយើងបានយកកន្លែងមួយនឹងជា buy level វិញហើយយើងបានមើលបន្តទៅគឺយើង rally ឡើងទៅលើម្ដងទៀតអញ្ចឹងកន្លែងនេះគឺជា liquid market ដែរកន្លែងនេះគឺជា liquid ដែរតែវាមាន manipulation កន្លែងនេះគឺជាកន្លែង liquid ដែរអត់មាន manipulation ទេគឺយើង push ឡើងទៅលើ push ឡើងទៅលើកន្លែងមួយនេះយើងចំណាយពេលយូរ
វាជាការ acceptance យើងអាចនឹង predict បានថាវានឹងឡើងទៅដល់កន្លែងមួយទៀតតែមួយណាជា fair value របស់ kilowatt មួយនេះយើងគិតថាវាមាន sort of a rejection ចេញពី high នេះដែរគឺចេញពី fair value ថ្មីមួយនេះចឹងនៅពេលដែល market fair មាន fair value ចាំពេកគឺយើងរៀងពិបាក trade ដែរក៏ប៉ុន្តែវាយើងត្រូវការវាដើម្បី trade យើងអត់អាចខ្វះអាណាអត់មួយណាបានទេយើងត្រូវការទាំងអស់ដើម្បី trade បានចឹងវីដេអូនេះគឺយើងនិយាយរៀងច្រើនតិចហើយពី fair value ជាមួយនឹង unfair market ឬក៏យើងនិយាយឲ្យ starter គឺ liquid ជាមួយនឹង illiquid market ហើយជួបអ្នកនរគ្នានឹងនៅវីដេអូក្រោយហើយវីដេអូទី3ទី4ទី5គឺខ្ញុំត្រូវការធ្វើឲ្យវាខ្លីមែនតើវីដេអូមួយនេះយូរដោយសារតែយើងពិបាកយល់មែនតើពី auction market theory បើសិនជាចូលទៅ YouTube មើលវីដេអូគេផ្សេងៗគឺវាខ្លីមែនតើក៏តែអ្នកទាំងអស់គ្នាពេលមើលអាវីដេអូហ្នឹងហើយគឺមើលអត់យល់ទេហើយខ្ញុំក៏ចឹងដែរខ្ញុំបានរៀន AMT ពីវីដេអូគេច្រើនមែនតើក៏ប៉ុន្តែរៀនមើលអត់យល់ទេរហូតដល់ទៅនិយាយទៅគឺប៉ឹងទៅលើ experience ហើយវាជារយៈពេលពី3ខែទៅខ្ញុំចាប់ដើមយល់ពីការប្រើប្រាស់ទៅលើ fair value ច្បាស់លាស់ so yeah វីដេអូនេះមានធម្មតាប៉ុណ្្នឹងទេ thank you guys and happy Khmer New Year